មានវត្តខ្លះពូនភ្នំខ្សាច់ជាទូទៅភ្នំខ្សាច់ច្រើនជាងគេវត្តខ្លះមានពូនភ្នំអង្គហើយខ្លះទៀតក៏មានពូនភ្នំស្រូវនៅខាងព្រីវែងមានតែពូនភ្នំស្រូវការពូនភ្នំនេះមានអត្តន័យ2ប៉ុន្តែគោលបំណងតែមួយទេអត្តន័យ2មួយគឺថាជាការគោរពនៅជឡាមនីចេតិយធ្វើបុណ្យបន្ថែមមួយទៀតជនជាតិខ្មែរយើងខ្លះបាននិយាយត្រឹមតែថាផ្ដាច់កម្មពៀរហូតដល់អ្នកខ្លះតវ៉ាថាអីគ្រាន់តែពូនភ្នំខ្សាច់នឹងផ្ដាច់កម្មពៀរមិនបានទេអត់តាមពិតភ្នំខ្សាច់ឬភ្នំអង្គភ្នំស្រូវនឹងគេធ្វើជាតំណាងចូលឡាមនីចេតិយតួអង្គពុទ្ធនឹងលោកមិនទាន់បរិនិព្វានលោកដាក់វត្ថុតំណាងព្រះអង្គ5ថាអត់ពីព្រះអង្គទៅរបស់5នឹងណាគោរពណាថ្វាយអង្គមបានបន់ដូចគ្នាគឺទី1គឺចេតិយមួយទៀតគឺធាតុរបស់ព្រះអង្គគ្រប់ទីកន្លែងនឹងទី3គឺពុទ្ធរូបទី4គឺដើមពោធិព្រឹក្សទី5គឺធម៌របស់ព្រះអង្គទាំងអស់ហ្នឹងណាគោរពថ្វាយអង្គមទោះបីព្រះអង្គគង់នៅដោយព្រះអង្គប្រេណពៀនទៅដោយបានបន់ដូចគ្នាអញ្ចឹងឥឡូវអត់ពីព្រះអង្គទៅគេពួកទេពតាកាលដែលគេបូជាសពព្រះអង្គហ្នឹងពួកទេពតាបានយកសក់គឺប្រកេសធាតុព្រះអង្គហ្នឹងទៅតម្កល់នៅឯឋានសួគ៌ហ្នឹងគេធ្វើជាចូលឡាមនីចេតិយហើយពួកទេពតានៅក្នុងចក្រវាឡនេះគេនាំគ្នាទៅថ្វាយអង្គមកន្លែងហ្នឹងច្រើនណាស់ហើយយើងក៏ចង់ទៅថ្វាយអង្គចូលឡាមនីចេតិយនោះយើងទៅមិនដល់ដូច្នេះហើយក៏យើងយកដីខ្សាច់ហ្នឹងមកធ្វើតំណាងឲ្យចូលឡាមនីចេតិយហ្នឹងប្រៀបដូចមិនមែនព្រះទេជាថ្មជាស៊ីម៉ង់ទេប៉ុន្តែយើងតំណាងថាព្រះដើម្បីថ្វាយអង្គមអញ្ចឹងណាចេតិយហ្នឹងអញ្ចឹងដែរមិនដល់ឋានសួគ៌ទេប៉ុន្តែយើងអធិដ្ឋានក្រោយពីយើងពូនហើយអាចារ្យនាំអធិដ្ឋានថានឹងជាតំណាងចូលឡាមនីចេតិយនៅឋានសួគ៌យើងមកថ្វាយអង្គមដោយចិត្តជ្រះថ្លាទៅបានបុណ្យដូចគ្នាហើយក្រោយពីថ្វាយអង្គមហើយទៅក៏យើងផ្សឹកឲ្យទៅជាស្រូវវិញឬទៅជាដីខ្សាច់ធម្មតាវិញហើយក្នុងគោលបំណងមួយគេថាផ្ដាច់កម្មផ្ដាច់ពៀនោះតាមពិតផ្ដាច់បានមែនដោយសារធ្វើបុណ្យបន្ថែមទេធ្វើបុណ្យបន្ថែមឧបមាថាលុយយើងចិត្តអស់ហើយនៅតែ1000ទៀតយើងអស់មានអីនៅស្រាប់តែយើងរកស៊ីទៅបានលុយថែមមកទៀតយើងអាចមានសិទ្ធិនៅបន្តទៀតរស់បន្តទៀតចាយបន្តទៀតបានទឹកពីងយើងចិត្តអស់ហើយតែបើយើងថែមទៀតទឹកហ្នឹងអាចប្រើបានទៀតអាយុយើងបុណ្យយើងវាចិត្តអស់ដែលយើងធ្វើបុណ្យបន្ថែមទៅយើងត្រូវមានពៀដូចជារឿងអនង្គលោកសនីទេវបុត្រដែលបានធ្លាប់ដាក់បាតលោកម្ដងហើយត្រូវទៅកើតឋានសួគ៌បាន7ថ្ងៃហើយប្រពន្ធនៅឯក្នុងដែរជាទេវធីតាដែរដល់នៅសោយរាជគ្រប់7ថ្ងៃឯឋានសួគ៌ហ្នឹងយមបាលទៅប្រមូលយកមកវិញប៉ុន្តែប្រពន្ធនឹងឆ្លាតបបួលប្តីនឹងឲ្យខំធ្វើបន់ពូនភ្នំគោរពបញ្ចូលឡាមនីចេតិយអញ្ចឹងទៅដល់ឲ្យយមបាលទៅយកប្រពន្ធនឹងខាត់ថាមិនឲ្យយកទេប្តីខ្ញុំបានធ្វើបន់បន្ថែមហើយបានពូនក្នុងសាច់ពូនហើយបើណែឯងចង់យករាប់ស្បសាច់អស់សំយកយមបាលមិនរាប់រាប់សាច់នឹងទេក៏មិនយកក៏ត្រឡប់ទៅវិញទៅតាមពិតន័យទៅនឹងមានន័យថាគាត់ធ្វើបន់បន្ថែមទៀតអញ្ចឹងក៏អត់ទាន់អស់បន់នេះគាត់អាចបានបន់បន្តទៀតហើយរឿងរ៉ាវនឹងដូចជាសពតិដ្ឋទេវបុត្រអីក៏អាចមានបន់បន្ថែមហើយអ្នកដែលគោរពចូលឡាមនីចេតិយនឹងវាបានបន់ដូចជាព្រះអង្គពោធិសត្វរៀបចេញសពៅទៅឃើញដីខ្សាច់នៅមាត់សមុទ្រក៏ទៅពូនធ្វើជាចេតិយឲ្យថ្វាយអង្គមពេលដែលមានភ័យអាសន្នគេលេចសពៅគេស្លាប់លន់ពោធិសត្វនៅរស់ដោយសារតែបានបន់អានិសង្សនឹងជួយចៅកំចិលខ្សាច់លេងតែដីខ្សាច់ពូនធ្វើចេតិយថ្វាយអង្គមគេបង្អាប់ហៅថាកំចិលខ្សាច់ទីបំផុតបានធ្វើស្ដេចការគោរពនេះចេតពាំងពោចេតបន្តិគឺថាចេតិយកន្លែងគេគោរពបូជាណាគោរពបូជាគេពោជាកោលបតេបូជាងណាបូជាគេបូជានៅនឹងវិញម្ល៉េះហើយអាពាក្យថាផ្ដាច់កម្មផ្ដាច់ពៀនឹងមានន័យថាសត្វដែលវាចងពៀនឹងយើងប្រមាណយើងសុំផ្ទេជូនជាបុណ្យកុសលវិញសុំស្រួលគ្នាកុំឲ្យយកកម្មយកពីអីចឹងណា